វាទៅព្រោះខ្ញុំធ្វើវាជា WinRAR អញ្ចឹងនេះនៅក្នុងនោះខ្ញុំដាក់ 2600 មានន័យថាមាន file hack ហ្នឹងវាមាន file ទី1នេះមាន 756 file ទី2នេះវាមាន 598 អញ្ចឹងអ្នកទាំងអស់គ្នាអាចដាក់បានដោយចុចយើងបើក AutoCAD មកហើយអ្នកទាំងអស់គ្នាចូលទៅកាន់ option OP enter មកនេះ option ណាទោះមកអ្នកទាំងអស់គ្នាចូលកន្លែង file នេះចូលត្រង់កន្លែង file ហ្នឹងអ្នកទាំងអស់គ្នាឃើញពាក្យថា support file search path បាទអញ្ចឹងយើងអាចដាក់ hack ហ្នឹងនៅក្នុងកន្លែងហ្នឹងយើងគ្រាន់តែ add បន្ថែមនេះអ្នកទាំងអស់គ្នាឃើញខ្ញុំ add ចូលនេះអញ្ចឹងអ្នកទាំងអស់គ្នាចុចនៅលើហ្នឹងមកហើយយើងចុចពាក្យថា add បាទចុចពាក្យថា add ទៅឥឡូវខ្ញុំ remove ជាងសិនដើម្បីឲ្យងាយដោយសារនេះខ្ញុំបានដាក់ឲ្យខ្លាចវាស្ទួនជាន់គ្នាអញ្ចឹងខ្ញុំ remove hack ហ្នឹងចោលសិននេះឬក៏ add បន្ថែមមកទេក៏បានដែរអ្នកទាំងអស់គ្នាអាចចូលកន្លែង support ហ្នឹងមកដាក់ add មកហើយអ្នកទាំងអស់គ្នាចុច browser នេះទៅនេះ browser មកហើយយើងទៅរក file hack ដែលបាន download មកមិញខ្ញុំដាក់នៅលើ desktop មិញហ្នឹងបាទហើយយើងអាចដាក់ hack ទី1ហ្នឹងយើង open មកបន្តមកទៀតអ្នកទាំងអស់គ្នាចង់ add បន្ថែមទៀតចុចលើវាមកហើយចុច add មកទៀតមកហើយអ្នកទាំងអស់គ្នាចុច browse ទៅទៀតទៅ add បាទអ្នកទាំងអស់គ្នា browser ទៅហើយទៅរក desktop និយាយទៅ file ហ្នឹងអ្នកទាំងអស់គ្នាទុកនៅ drive D drive C ឬក៏នៅ desktop នៅ folder ណាអ្នកទាំងអស់គ្នាទៅរកទៅហើយចុចមក hack ទី2បាទខ្ញុំ add ទី2ហ្នឹងសិននេះបន្ទាប់មកខ្ញុំ apply វាទៅខ្ញុំអូខេបាទបន្ទាប់មកខ្ញុំឧទាហរណ៍ថាខ្ញុំគូជាដបូលមួយចុះ rectangle បាទខ្ញុំយកវាទៅតឹងដាក់តាមបណ្ដោយវា12ម៉ែត្រអញ្ចឹងទៅហើយទៅតឹងវាខ្ញុំយក5ម៉ែត្រអញ្ចឹងទៅបាទអញ្ចឹងខ្ញុំ set enter enter បាទអញ្ចឹងថាជាដបូលយ៉ាងមួយចុះខ្ញុំគូឡាញកដាលមួយទៅចង់ចុះបាទបន្ទាប់មកខ្ញុំធ្វើការចាក់ hack អញ្ចឹងខ្ញុំវាយ edit enter មកខ្ញុំអាច select hack ភាសា computer នេះរៀងទូចបន្តិចមកអញ្ចឹងខ្ញុំអាច select hack ឬក៏យើងចុចលើវាសិនមកក៏បានដែរហើយយើង select hack ទៅបាទនេះវាមានច្រើនឃើញទេនៅក្នុង computer default របស់ AutoCAD ពេលយើងឡើងមកវាអត់មានច្រើនអញ្ចឹងទេអញ្ចឹងខ្ញុំរកពាក្យថា scallop គឺដបូលក្បឿង scaling ណាចូលមក scallop មកហើយជានៅក្រោមទៀតដោយសារវាច្រើនអញ្ចឹងអ្នកនរគ្នាអាចមើលទៅនេះជាគំរូទេអញ្ចឹងវាមានច្រើនហើយអញ្ចឹងហាច់មួយណាអ្នកនរគ្នាចង់ប្រើអ្នកនរគ្នាដាក់ទៅបាទនេះក៏ដល់ខ្ញុំបង្ហាញអំពីរបៀបនៃការដាក់វាបញ្ចូលទេបាទប្រភេទក្បឿងខ្មែរបាទវាមាននៅក្រោមទៀតដោយសារហាច់វាច្រើនអញ្ចឹងខ្ញុំស្គ្រូទៀតណាយើងរកប្រភេទហាច់ណាដែលយើងចង់ប្រើទៅ P តំដងអក្សរ P ទេនៅ QRS បាទនេះមកដល់នេះហើយឃើញហ្នឹងនេះជាប្រភេទក្បឿងខ្មែរបាទអញ្ចឹងវាអាចយើងសេរី scale វាទៅខ្ញុំថាម៉ាខ្ញុំយកវា300អញ្ចឹងទៅបាទហើយយើងសេរីមុំវាទៅអានេះវាហូរទៅខាងនោះអញ្ចឹងទៅ angle វាខ្ញុំយកមក90អញ្ចឹងទៅហើយក៏180បាទអញ្ចឹងមកហើយយើងអាចបដូរពណ៌វាទៅជាក្បឿងខ្មែរអញ្ចឹងទៅបាទចុច close hack creation មកបាទអញ្ចឹងនេះជា hack ក្បឿង scaling បាទអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាទី1ហ្នឹងគឺត្រូវចូលទៅ blog របស់ខ្ញុំហ្នឹងបាទបន្ទាប់មកទៀតយើងមើលទៅខាងស្ដាំដៃទៅឃើញមានខ្ញុំដាក់ត្រង់កន្លែងនេះបាទអញ្ចឹងអ្នកទាំងអស់គ្នាអាច download បរកអ្នកទាំងអស់គ្នារត់ឃើញទេអ្នកទាំងអស់គ្នាអាចចូលកន្លែង search នេះបានអ្នកទាំងអស់គ្នាវាយពាក្យថា hack តែប៉ុណ្្នឹងទៅក៏បានដែរអញ្ចឹងវានឹង load ទាំងខាងលើហ្នឹងតាក់ទងនឹង hack វានឹងបញ្ចេញមកហើយអញ្ចឹងនៅក្នុងហ្នឹងខ្ញុំបានដាក់នេះវាច្រើនទាំងអស់ហើយនេះជាប្រភេទសាច់ឈើក៏អ្នកទាំងអស់គ្នាអាច download យកទៅប្រើបានដែរអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំបង្ហាញប៉ុណ្ណឹងជាការឆ្លើយតបនឹងសំណួរដែលសួរថារបៀបនៃការដាក់ hack ចូលនៅក្នុងកម្មវិធី AutoCAD ហ្នឹងដាក់របៀបម៉េចអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលវីដេអូនេះមួយទៅនិងអនុវត្តតាមទៅនឹងទទួលបាននៅ hack ជាច្រើនដែលយើងអាចប្រើប្រាស់ទៅតាមអ្វីដែលយើងចង់បានបាទអញ្ចឹងសូមបញ្ចប់ត្រឹមប៉ុណ្ណេះអរគុណ